បងអូនអ្នកដឹងជូនក្រេបចាស់ទាំងអស់គ្នាមិនបាច់ចាំឆ្ងល់ទេថា2ថ្ងៃ3ថ្ងៃ4ថ្ងៃហ្នឹងអត់សូវមានបងដឹកជាពិសេសមានដែរបងរៃរងបងតូចជាក់ស្ដែងដូចខ្ញុំ3ថ្ងៃហ្នឹងមិនសល់មិញ18ជើងបានលុយ 65000 មិនសល់មួយថ្ងៃមួយ22ជើងបានលុយ 67000 ហើយប្រឹងដឹកឡើងរហូតដល់12ម៉ោងទៅ13ម៉ោងបាច់ចំឆ្ងល់ទេម្សិលមិញហ្នឹងមានបងអូនម្នាក់គាត់ខមមិនថាបងខ្ញុំបានជាប់ហើយខ្ញុំបានចូលដឹកហើយអញ្ចឹងបើសិនជាម្សិលមិញមានគាត់ចូលដឹកម្នាក់អញ្ចឹងមិនមែនក្រុមហ៊ុនយកតែគាត់ម្នាក់ទេបើមានគាត់ម្នាក់អន់បំផុតក៏មាន20ទៅ20នាក់ជាងដែរអញ្ចឹងបានន័យថានៅក្នុងសប្តាហ៍ហ្នឹងគឺក្រុមហ៊ុនដាក់អ្នកថ្មីចូលបន្ថែមទៀតហើយព្រោះមូលហេតុអីបានជាដាក់អ្នកថ្មីចូលមកបន្ថែមទៀតដោយសារវាជិតចូលឆ្នាំអញ្ចឹងនៅពេលដែលជិតចូលឆ្នាំក្រុមហ៊ុនអាចនឹងរើសអ្នកដឹកជញ្ជូនថ្មីចូលច្រើនមូលហេតុដោយសារនៅពេលដែលចូលឆ្នាំក្រុមហ៊ុនគេ estimate គិតហើយថាអាចនឹងមានបងប្អូនជាដៃគូដឹកជញ្ជូន Grab មួយចំនួនមិនថាតិចឬក៏ច្រើនទេនឹងសម្រាប់ទៅចូលឆ្នាំប្រពៃណីខ្មែរតាមផ្ទះឬក៏តាមស្រុកគាត់ផ្សេងទៀតអញ្ចឹងវាអាចធ្វើឲ្យកំណើនឬអ្នកដឹកជញ្ជូននឹងវាមានតិចអញ្ចឹងក្រុមហ៊ុនគេនឹងរើសបំរុងទុកហើយក៏ជាឱកាសល្អសម្រាប់បងប្អូនដែលចង់ចូលខ្លាយទៅជាអ្នកដឹកជញ្ជូននៅក្នុងក្រុមហ៊ុន Grab ដែរអាចមុននឹងចូលឆ្នាំនេះក្រុមហ៊ុននឹងរើសចូលច្រើនអញ្ចឹងដាក់ពាក្យទៅត្រូវហើយ